អ្នកមកថោរតនតយសៈវន្ទានិទូលព្រះបង្គំខ្ញុំបកករណាអាត្មាភាពសូមនមស្ការចំពោះគុណនៃប្រជុំ3នៃបត្រៃរតមានពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពនិងសូមនមស្ការចំពោះព្រះថេរានុថេរៈគ្រប់ព្រះអង្គដែលជាទីជ្រះថ្លានិងសូមចម្រើនពរដល់ញោមពុទ្ធបរិស័ទជាដោយសេចក្តីរាប់អានថ្ងៃនេះខ្ញុំបកករណាអាត្មាភាពលើកនៅធម៌7យ៉ាងដែលនាំទៅកើតនៅទេវតាទី1នោះមានទានទី2គឺសិលទី3សមាធិទី4ចក្ខៈទី5បញ្ញាទី6ហិរិទី7អតបៈទានគឺជាការឲ្យនៅទានការថ្វាយនៅទានដល់ភិក្ខុសង្ឃការឲ្យនៅទានដល់មនុស្សក្រីក្រទលកុតថ្មចិញ្ចក់ជាដើមទី2នោះសិលយើងត្រូវមានការរក្សាសិលជាដើមជាសិល5ក្តីសិល8ក្តីទី3សមាធិយើងត្រូវមានសមាធិផ្លូវចិត្តផ្លូវកាយផ្លូវវិជ្ជាឲ្យរឹងមាំទី3នោះគឺចក្ខៈយើងមានសេចក្តីបរិច្ចាគទ្រព្យរបស់យើងទៅកាន់អ្នកដទៃកាន់មនុស្សជាទីស្រឡាញ់របស់យើងមានមេត្តាបិតាបងប្អូនសាច់សាលោហិតជនក្រីក្រដែលគ្នាអត់ឃ្លាននោះគេហៅថាការបរិច្ចាគចែករំលែកទី5នោះគឺបញ្ញាមនុស្សយើងត្រូវតែមានបញ្ញាជាគោលសំខាន់បើយើងមានបញ្ញាយើងអាចដោះស្រាយអ្វីទាំងអស់គ្រប់យ៉ាងអញ្ចឹងយើងត្រូវមានការចម្រើននៅបញ្ញាឲ្យមានបដិភាណរហ័សរហួនក្នុងការស្ដាប់ធម៌ក្តីក្នុងការវិចារណានៅធម៌ក្តីពិចារណានៃរូបរាងកាយរបស់យើងក្តីទី6ហិរិគឺសេចក្តីខ្លាចបាបដែលយើងមានលក្ខណៈសេចក្តីខ្លាចបាបហើយនោះអំពើអាក្រក់ទាំងឡាយយើងមិនពុំអាចធ្វើបានឡើយអកុសលទាំងឡាយយើងក៏មិនអាចបានឡើយព្រោះយើងខ្លាចទី1ខ្លាចធ្លាក់នរកទី2នោះខ្លាចមិនបានទៅកើតនៅភពល្អរួចដល់នៅព្រះនិព្វានទី3នោះមានសេចក្តីលំបាកនៅក្នុងការរស់នៅជាដើមទី7នោះអតបៈសេចក្តីខ្មាស់បាបនោះមានន័យថាខ្មាស់បាបដែលខ្លួនធ្វើហើយខ្មាស់បាបដែលខ្លួនឯងធ្វើខ្មាស់បាបបើយើងធ្វើនៅអំពើបាបទៅយើងខ្លាចខ្មាស់អ្នកដតីខូចគេឈ្មោះពូជពងវងតកោដែលជាអ្នកធ្វើបុណ្យធ្វើទានបែរជាយើងទៅកាប់សម្លាប់ឬភូតផលកុហកបោកប្រាស់ឆោបោកអ្នកដតីនោះយើងខ្មាស់ខ្លួនឯងផងខ្មាស់អ្នកដតីផងនឹងហើយឈ្មោះថាខ្លាចបាបធម៌ទាំង7យ៉ាងនេះឯងបើបុគ្គលឬមនុស្សសត្វលោកណាដែលបានកាន់ខ្ជាប់ខ្ជួននៅធម៌ទាំង7នេះព្រះពុទ្ធទ្រង់បានត្រាស់សម្ដែងថានឹងបានទៅកើតជាទេវតាក្នុងគណៈណាមួយដែលយើងបានធ្វើនៅកុសលនេះឯងសូមអនុមោទនាបុណ្យ